សូមជូនរឿងក្មេងស្រីនិងកូនឆ្កែតូចមីណាជាក្មេងស្រីតូចមួយរស់នៅក្នុងភូមិដែលមានផ្ទះល្វែងពណ៌ស្រស់ស្អាតនាងគឺជាក្មេងស្រីដែលសប្បាយរីករាយតែជាញឹកញាប់នាងតែងតែមានអារម្មណ៍ឯកាពីព្រោះនាងគ្មានបងប្អូនណាមកលេងជាមួយនឹងនាងទេថ្ងៃមួយនាងកំពុងតែដើរលេងក្បែរព្រៃនាងបានឮសំឡេងស្រែកតូចៗពីគុម្ពព្រៃមកនាងអង្គុយចុះហើយបានឃើញកូនឆ្កែតូចមួយកំពុងតែញ័រនិងភ័យខ្លាចជើងរបស់វាគឺមានរបួសមីណាដឹងថាវាត្រូវការជំនួយនាងប្រញាប់ប្រញាល់យកកូនឆ្កែនោះទៅផ្ទះរបស់នាងភ្លាមនាងជួយសម្អាតរបួសរបស់វានិងយកទឹកនិងអាហារមកឲ្យវាថ្ងៃបន្តិចមកកូនឆ្កែវាចាប់ផ្ដើមមានសុខភាពល្អឡើងវិញមីណាដាក់ឈ្មោះឲ្យវាថាឌីដោយសារតែវាមានរោមពណ៌ត្នោតដូចផ្លែថាឌីពួកគេក៏បានក្លាយជាមិត្តនឹងគ្នាគេតែងតែលេងជាមួយគ្នានៅក្នុងសួនរត់ទាញគ្នាទៅវិញទៅមកហើយរៀងរាល់ពេលយប់ថាឌីតែងមកគេងនៅក្បែរគ្រែរបស់មីណាមួយរយៈពេលក្រោយមកមានហេតុការណ៍មួយគួរឲ្យភ្ញាក់ផ្អើលបានកើតឡើងមានឆ្កែចចកមួយរត់ចូលមកក្នុងភូមិហើយវាបានចាប់ផ្ដើមរត់តាមឆ្កែផ្សេងដោយខឹងសម្បាពេលវាឃើញក្មេងតូចម្នាក់កំពុងឈរនៅក្បែរផ្លូវវារត់ទៅរកក្មេងតូចនោះភ្លាមមនុស្សគ្រប់គ្នាភ័យខ្លាចយ៉ាងខ្លាំងមីណាបានឃើញហេតុការណ៍នេះនាងក៏បានស្រែកហៅថាឌីដែលជាកូនឆ្កែដែលមានរាងតូចល្អិតបានរត់មកភ្លាមហើយស្រែកយំហៅឆ្កែធំដោយសំឡេងខ្លាំងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់វារត់វិលជុំវិញឆ្កែធំនោះវាបានរត់ជុំវិញយ៉ាងស្វាហាប់ធ្វើឲ្យឆ្កែធំនោះមានការភ្ញាក់ផ្អើលហើយឈប់គិតពីក្មេងតូចនោះឱកាសនេះហើយទើបធ្វើឲ្យមនុស្សពេញវ័យនៅក្បែរនោះអាចនាំគ្នាព័ទ្ធចាប់ឆ្កែចចកនោះបានគ្រប់គ្នាបានសរសើរទៅមីណានិងថាឌីថាជាអ្នកដែលមានចិត្តក្លាហានពួកគេបានជួយសង្គ្រោះមិត្តភ័ក្តិរួចផុតពីគ្រោះថ្នាក់ចាប់ពីថ្ងៃនោះមកមនុស្សនៅក្នុងភូមិចាប់ផ្ដើមស្រឡាញ់និងយកចិត្តទុកដាក់ថាឌីជាងមុន